រាជនីនាងឆាប់ឆ្លើយត្រង់ទាំងអស់នេះគឺជាល្បិចកលរបស់នាងមែនទេរាជនីនាងហាំក៏ហើយសោះណាបើជ្រុលជាការពិតបានទម្លាយទៅហើយខ្ញុំប្រាប់តាមត្រង់តិចចាស់អានេះវាគឺជាល្បិចកលរបស់ខ្ញុំមានហេតុផលអ្វីប៉ះពាល់ដល់លោកបងរាជនីខ្ញុំមិននឹកស្មានថានាងគឺជាមនុស្សដែលមានគំនិតថោកទាបបែបហ្នឹងសោះរាជនីកន្លងមកខ្ញុំមិនដែលគិតទេថានាងអាក្រក់តែហ្នឹងខ្ញុំមិនដែលមើលឃើញនាងធ្វើអំពើល្អមកផ្លូវណាទេបានហើយរាជនីបើនាងធ្វើអំពើអាក្រក់បែបនេះទៅហើយខ្ញុំគួរមិនទុកនាងដែរហើយអ្នកម៉ែក៏កុំទៅកាន់ជើងមនុស្សអាក្រក់បែបនេះអីចាត់ទុកថាក្នុងនាមជាមនុស្សធ្លាប់ស្គាល់គ្នាយើងមិនអាចសម្រាប់ឯងបានទេសូមឯងចាក់ចេញពីទីនេះហើយទៅអាណាបាត់ទៅកុំមកជន់ទីនេះទៀតណាកុំដេញរាជនីចេញអីណារាជនីគេមិនដឹងអីទេកុំហៅគ្រប់យ៉ាងមកពីម៉ែជាអ្នកផ្ដាំកំណត់មិនឲ្យជំទាវមិនបាននិយាយអ្វីអស់បានខ្ញុំនឹងចេញប៉ុន្តែមុននឹងខ្ញុំចេញខ្ញុំសូមនិយាយពីបំណងចុងក្រោយរបស់ខ្ញុំណាការដែលខ្ញុំចូលមកទីនេះគឺខ្ញុំមិនបានស្រឡាញ់ឯងនោះទេរតស័ក្តិខ្ញុំចង់បានទ្រព្យសម្បត្តិនិងលុយខ្លះដើម្បីបន្ទាបគ្រួសារឯងឲ្យធ្លាក់ក្នុងក្រីក្រឯងចាំបានទេថាអ្នកណាជាសត្រូវគ្រួសាររបស់ឯងនិងគឺជាកូនគ្រួសារនោះតែគួរឲ្យស្ដាយឯងនេះចាត់ទុកថាបនសំណាងខ្ពស់តិចចុះតែមិនអីទេថ្ងៃណាមួយយើងត្រឡប់មកវិញហើយយើងនឹងជន់គ្រួសារឯងឲ្យធ្លាក់ដល់ដីតែម្ដងឆាប់ទៅភាពកុំនិយាយទៅអស់ប្រយ័ត្នតែក្បាលផ្លិចលើស្មាទៅឆាប់ចេញគិតតែខ្លួនឯងអស់ចារាជនីជំទាវពិតជានឹកក្មួយខ្លាំងណាស់ក៏ប៉ុន្តែជំទាវមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីបានជំទាវក្មួយទៅមកវិញតែមិនអីទេការចាក់ចេញរបស់ជំទាវក្មួយនឹងមានថ្នូរត្រឡប់មកវិញដោយសារតែនាងមេលាតើប្រតិស័កគេហ៊ានធ្វើបែបនេះនាងមេលានាងឯងក៏មិនទៅយ៉ាងអាសាទេរាជនីជំទាវនឹងសងសឹកក្មួយដោយសារតែនាងឯងនាងមេលានាងឯងមកបំផ្លាញគ្រួសារយើងនាងឯងមិនអាចរស់នៅបន្តទៀតបានទេនាងមេលាឯងទៅងាប់នៅឋាននរកឯងបានសុខចាស់ណាកុំបន្ទោសយើងឲ្យសោះអ្នកម៉ែហេតុខ្លួនណែហ្វឹងចឹងក៏ឲ្យវែងឆ្ងាយណានេះមានរឿងអីហ្នឹងគឺយើងចង់សម្រាប់ឯងណារត់ទៅសាក់ឯងอยากក្របនឹងឌីសាទេវីតើឯងជីចេញពីពេកឯងមានអសរដល់ទ្រង់ម៉ែអីទេម៉ែសង្ឃារាជនីម៉ែចង់បានរាជនីធ្វើជាអនាគតប៉ុន្តែអ្នកម៉ែហេតុអីក៏អ្នកម៉ែនៅតែស្នើរាជនីធ្វើអីអ្នកម៉ែដឹងហើយថាមុនពេលដែលគេចេញទៅគេបាននិយាយអ្វីគេមិនបានស្រឡាញ់ខ្ញុំដូចចិត្តស្មោះទេគេគ្រាន់តែចង់បានទ្រព្យសម្បត្តិដើម្បីឲ្យគ្រួសារយើងរលំរលាយហើយអ្នកម៉ែក៏ដឹងដែរថាសត្រូវនៃគ្រួសាររបស់យើងគឺជាណានោះអ្នកម៉ែត្រូវគិតសាច់ជាថ្មីណាមីលីក៏គេមិនអន់អីណាដែរមីលីវាអន់ទាំងជីវភាពវាអន់ទាំងគ្រួសារវាអាក្រក់យើងស្អប់វានាងមីលីថ្ងៃនេះវាត្រូវទៅសម្លាប់វាតែគេនិយាយបែបនោះគឺមកពីគេខឹងអ្នកម៉ែស្ដាប់ខ្ញុំណាបើសិនជារាជនីជាមនុស្សល្អពិតមែនគេមិនមែនមកបំបីខ្ញុំហើយថែមទាំងយកកូនរបស់ខ្ញុំយកទៅបោះចោលទេអ្នកម៉ែសាក់គិតមើលបើមនុស្សល្អក៏មិនធ្វើបែបនេះមែនទេអ្នកម៉ែ
ខ្ញុំដឹងកន្លងមកនាងវង្វក់ស្មារតីម៉ែឲ្យម៉ែវង្វេងឲ្យម៉ែធ្វើតាមនាងគ្រប់បែបយ៉ាងអ្នកម៉ែខ្ញុំសូមវល់អ្នកម៉ែស្ដាប់ប្រាប់បញ្យល់ខ្ញុំខ្លះទៅណា មែនណាកន្លងមកគេបាក់ប្រាស់គ្រួសារយើងហ៎ទៅសិគេបាក់ប្រាស់គ្រួសារយើងអត់ទេរាជិនីបានបាក់ប្រាស់គ្រួសារយើងទេ ពិតមែនហើយគឺគេបោកប្រាស់គ្រួសារយើងហើយមីលានាងជាកូនអ្នកកសិករហើយក្រខ្សត់ក៏ពិតមែនតែនាងជំនួសល្អ អញ្ចឹងមានន័យថាមីលីគេមិនដែរយកទ្រព្យសម្បត្តិនិងមានអំណាចអាក្រក់សំយកទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់យើងឯណាគេមិនមែនជាមនុស្សបែបហ្នឹងមែន ពិតមែនហើយអ្នកម៉ែ អញ្ចឹងកន្លងមកម៉ែអាក្រក់ណាស់ម៉ែធ្វើបាបចៅខ្លួនឯងមីលីឲ្យម៉ែសុំទោសរឿងកន្លងមកម៉ែសុំទោសកូនផងណាម៉ែដឹងហើយថាកន្លងមកកូនមិនចង់បានអ្វីទេកូនគ្រាន់តែចង់បានគ្រួសារមួយដែលល្អមែនទេមីលី ចាពិតមែនហើយអ្នកម៉ែ តែដោយសារតែនាងរាជិនីយើងទៅសម្រាប់អី បាច់ទេអ្នកម៉ែពេលនេះកម្មបានតាមស្នងនាងរួចហើយនាងត្រូវបានពុះចឹកស្លាប់អត់ទៅហើយ ពុះចាក់ឲ្យវាស្លាប់អញ្ចឹងចាស់ បានអ្នកម៉ែដឹងខ្លួនបែបនេះខ្ញុំសប្បាយចិត្តណាស់ខ្ញុំមិនដែលចង់បានអីតាំងពីដើមមកម្ល៉េះតែអ្នកម៉ែមិនខានពេលនេះខ្ញុំអរគុណអ្នកម៉ែគ្រប់យ៉ាងដែលអ្នកម៉ែព្រមទទួលស្គាល់ខ្ញុំ